តើការចាប់ឃុំឃាំងឬបង្ខាំងជនណាម្នាក់ដោយច្បាប់មិនអនុញ្ញាតជាអំពើខុសច្បាប់ដែរឬទេដោយផ្អែកតាមក្រមព្រហ្មទណ្ឌមាត្រា253បុគ្គលដែលចាប់ដែលឃុំឃាំងឬដែលបង្ខាំងបុគ្គលផ្សេងទៀតដោយគ្មានបញ្ជាពីអាជ្ញាធរស្របច្បាប់ឬក្រៅពីករណីដែលច្បាប់អនុញ្ញាតត្រូវផ្តន្ទាទោស1ដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំបើការចាប់ឃុំឃាំងឬការបង្ខាំងខ្លួនមានរយៈពេលតិចជាង48ម៉ោង2ដាក់ពន្ធនាគារពី3ឆ្នាំទៅ5ឆ្នាំបើការចាប់ឃុំឃាំងឬការបង្ខាំងមានរយៈពេល48ម៉ោងដល់តិចជាង1ខែ3ដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំបើការចាប់ឃុំឃាំងឬបង្ខាំងខ្លួនមានរយៈពេលស្មើឬលើសពី1ខែស្ថានទម្ងន់ទោសនៃបទល្មើសខាងលើត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី15ឆ្នាំទៅ30ឆ្នាំក្នុងករណីដូចខាងក្រោម1ដោយមានទារុណកម្មឬអំពើឃោរឃៅ2បណ្តាលឲ្យមានមនុស្សស្លាប់ដោយគ្មានបំណងនឹងធ្វើឲ្យស្លាប់3ប្រព្រឹត្តក្នុងគោលដៅចម្រិតយកទ្រព្យសម្បត្តិឬទាមទារឲ្យបំពេញលក្ខខណ្ឌអ្វីមួយឧទាហរណ៍លោករាជនិងលោកហៀមានកំហឹងជាខ្លាំងជាមួយចោរដែលតែងតែមកចូលលួចសម្ភារៈនៅក្នុងផ្ទះរបស់ពួកគាត់នៅពេលដែលពួកគាត់មិននៅផ្ទះនៅថ្ងៃមួយពួកគាត់ទាំងពីរនាក់បានមកទាន់នឹងឃើញចោរម្នាក់កំពុងលួចសម្ភារៈនៅក្នុងផ្ទះរបស់ពួកគាត់ទាំងពីរបានចាប់ចោរនោះយកទៅឃុំឃាំងក្នុងផ្ទះបាយរបស់ខ្លួនរយៈពេល1សប្តាហ៍និងធ្វើទរណកម្មលើចោរនោះទៀតផងយោងតាមអង្គហេតុខាងលើយើងអាចសន្និដ្ឋានបានថាលោករាជនិងលោកហៀពិតជាជនរងគ្រោះនៃអំពើលួចនោះមែនប៉ុន្តែពួកគាត់គ្មានសិទ្ធិឃុំឃាំងជនសង្ស័យលើសរយៈពេលកំណត់ដោយច្បាប់ឡើយពួកគាត់អាចត្រឹមតែចាប់ចោរនោះទៅប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ដែលនៅជិតប៉ុណ្ណោះទង្វើរបស់ពួកគាត់ខាងលើជាអំពើខុសច្បាប់អាចនឹងប្រឈមចំពោះមុខច្បាប់និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រាខាងលើនេះចំពោះបទល្មើសខាងលើនេះអាចនឹងត្រូវបានប្រកាសទោសបន្ថែមដូចមានបញ្ញត្តិក្នុងមាត្រា255នៃក្រមព្រហ្មទណ្ឌសរុបមកបទឃុំឃាំងឬការបង្ខាំងដោយខុសច្បាប់ដែលគ្មានការបញ្ជាពីអាជ្ញាធរស្របច្បាប់និងគ្មានការអនុញ្ញាតអំពីច្បាប់ត្រូវបានក្រមព្រហ្មទណ្ឌបញ្ញត្តិថាជាអំពើខុសច្បាប់និងត្រូវផ្តន្ទាទោសយ៉ាងតឹងរ៉ឹងទៅលើបុគ្គលដែលប្រព្រឹត្តអំពើនោះក្នុងគោលបំណងការពារសេរីភាពយុត្តិធម៌និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋ